រឿងព្រំដែនរឿងអីបងប្អូនខ្ញុំបងប្អូនខ្លះខ្ញុំឃើញគេនិយាយពីរឿងព្រំដែនថាហេតុអីបានជាហ៊ុនសែននឹងមិនយកអា$23ហ្នឹងទៅដោះស្រាយហេតុអីបានជាហ៊ុនសែនមិនយកអាករណីឬក៏សំណុំរឿងឬក៏បញ្ហាព្រំដែនហ្នឹងទៅប្តឹងអន្តរជាតិទាំងអីទាំងអស់ហ្នឹងណាខ្ញុំលើអ្នកនយោបាយយើងនិយាយខ្ញុំលើណាមិនខ្ញុំលើទេអានឹងវាជាសារនយោបាយរបស់អ្នកនយោបាយយើងដែលយើងបានរួមជីវភាពនយោបាយជាមួយណាគាត់យករឿងទាំងអស់ហ្នឹងមកនិយាយសម្រាប់ខ្ញុំយល់ចឹងតែបងប្អូនយល់យ៉ាងណាខ្ញុំមិនដឹងណាសម្រាប់ខ្ញុំថាទោះបីហ៊ុនសែនណាយកអាសន្ធិសញ្ញា$23ហ្នឹងណាយកដើរប្តឹងគ្រប់មុខផ្ទះរបស់ម្ចាស់សន្ធិសញ្ញាហ្នឹងឬក៏ហត្ថលេខីរបស់សន្ធិសញ្ញាហ្នឹងទោះបីហ៊ុនសែនណាដើរលុតជង្គង់គ្រប់ផ្ទះឬក៏គ្រប់ប្រទេសទាំងអស់ហ្នឹងម៉ោងនេះក៏ខ្ញុំអត់ជាក្បាលវិលមកទោះបីហ៊ុនសែនហែកអាសន្ធិសញ្ញាហ្នឹងជា4 10 20ជំរាកក៏ខ្ញុំអត់ខ្វល់ទោះបីហ៊ុនសែនទៅអង្វរអន្តរជាតិរបៀបណាក៏ខ្ញុំអត់ខ្វល់ពីព្រោះខ្ញុំដឹងថាអ្វីដែលហ៊ុនសែនធ្វើកន្លែងហ្នឹងគឺមិនមែនដើម្បីទៅរំដោះកម្ពុជាឬក៏ដើម្បីដោះស្រាយបញ្ហាកម្ពុជាទេគ្រាន់តែជាសកម្មភាពមួយដែលហ៊ុនសែនធ្វើដើម្បីការពារផលប្រយោជន៍និងអំណាចរបស់ហ៊ុនសែនតែប៉ុណ្្នឹងពីព្រោះរឿងចំនួនព្រំដែននេះហ៊ុនសែនជាអ្នកបង្កពីព្រោះរឿងដែលឆេះផ្ទះឆេះសម្បែងពលរដ្ឋដែលបាត់បង់ទីលំនៅហើយនឹងមុខរបរទាំងឡាយហ្នឹងគឺហ៊ុនសែនជាអ្នកបង្កកងទ័ពដែលស្លាប់នៅសមរភូមិគឺហ៊ុនសែនជាអ្នកបង្កដូច្នេះខ្ញុំអត់ខ្វល់រឿងហ៊ុនសែនធ្វើស្អីជាមួយអ្នកណាទេអានឹងសម្រាប់ខ្ញុំណាបើសិនជាខ្ញុំជាមេដឹកនាំអំណាចនយោបាយវិញណាគឺខ្ញុំរៀបចំកម្លាំងធ្វើយ៉ាងណាទៅផ្លាស់ប្ដូររបស់ហ៊ុនសែនអត់និយាយអីពីរឿងហ៊ុនសែនដឹងថាធ្វើស្អីត្រូវទៅអ្នកឯងបានប្រព្រឹត្តអំពើអាក្រក់បំផ្លិចបំផ្លាញឬក៏បង្កភ្លើងសង្គ្រាមរឿងរបស់ហ៊ុនសែនខ្ញុំអត់ទៅរៃលុយមករៀលដើម្បីទៅជួយកងទ័ពទេមូលហេតុអីពីព្រោះកងទ័ពគួរតែដឹងខ្លួនថាហ៊ុនសែនបានប្រើឲ្យយើងឬក៏យកជីវិតរបស់យើងឲ្យទៅស្លាប់នៅលើសមរភូមិកងទ័ពត្រូវដឹងកន្លែងហ្នឹងហើយ1រៀល2រៀល100 200ហ្នឹងมันអាចយកទៅទិញជីវិតរបស់កងទ័ពហ្នឹងយកមកឲ្យជួបប្រពន្ធកូនបានវិញទេហើយអំណោយដែលយើងរៃអង្គាសបាន100 200ឬក៏1រៀល2រៀលវាមិនប្រកាសថាបានទៅដល់ដៃគ្រួសាររបស់កងទ័ពហ្នឹងថែមទៀតដូច្នេះរឿងទាំងអស់ហ្នឹងមិនមែនជាកិច្ចការរបស់យើងដូចខ្ញុំនិយាយចឹងណារឿងយើងគឺតែផ្លាស់ប្ដូររបស់ហ៊ុនសែនប្រជាពលរដ្ឋខ្មែរដែលរងទុក្ខដែលគ្រោះថ្នាក់ថ្ងៃនេះណាលោកមិនបានមកទួយអង្វរឲ្យយើងនឹងរកជំនួយទៅដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់ទេអ្វីដែលពួកគាត់ស្ដីឃ្លានបំផុតហ្នឹងអ្វីដែលគាត់ស្ដីឃ្លានបំផុតគឺសន្តិភាពគឺគ្មានសង្គ្រាមហើយនឹងមានការអភិវឌ្ឍដោយចីរភាពដែលមិនចាំបាច់អ្នកណាយកជំនួយយកអំណោយទៅឲ្យគាត់ទេគ្រាន់តែឲ្យមានទីផ្សារសម្រាប់គាត់លក់ដូរគ្រាន់តែកុំឲ្យមានសង្គ្រាមគ្រាន់តែឲ្យវាមានយុត្តិធម៌សង្គមតែប៉ុណ្ណាគាត់អត់មានមត្រូវការជំនួយលុយកាក់ធ្វើបាំងស្គលវិភាគទានអីទៅជួយមិនបាច់ទេគាត់អត់ត្រូវការហ្នឹងទេ